អូខេស្ដីអ្នកគ្នាថ្ងៃនេះខ្ញុំមានខ្សែវីដេអូខ្លីមួយចែករំលែកទៅកាន់គ្នាយើងទាំងអស់គ្នាអំពីរបៀបការ add account Telegram មួយប្រើក្នុង app តែមួយអូខេអញ្ចឹងសម្រាប់ Telegram របស់ខ្ញុំនេះគឺមានតែមួយ account ទេអូខេមួយ account ទេអញ្ចឹងខ្ញុំត្រូវការដាក់លេខមួយទៀតដើម្បីប្រើក្នុង app ហ្នឹងតែមួយអូខេអញ្ចឹងសម្រាប់គ្នាយើងណាអត់ទាន់បានដឹងអំពីរបៀបក្នុងការ add អ្នកទាំងគ្នាអាចមើលវីដេអូរបស់ខ្ញុំតាមដានរហូតចប់បានដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់មិនចាំបាច់ប្រើទូរស័ព្ទពីរទេយើងអាចប្រើទូរស័ព្ទមួយហើយយើងអាចប្រើ Telegram មកទៅ2អូខេឬក៏3អញ្ចឹងទៅអូខេតោះកុំឲ្យខាត់ពេលយើងទៅធ្វើទាំងអស់គ្នាសម្រាប់គ្នាថ្មីអ្នកថ្មីដែលបានចូលមើលវីដេអូខ្ញុំហើយកុំភ្លេចជួយចុច Subscribe ចុច Share ទាំងអស់គ្នាអូខេយើងចូល3ត្រីមកនិយាយទៅខាងនេះចូលកន្លែង add another add account អូខេយើងដាក់ជ្រើសរើសប្រទេសរបស់យើងមក Cambodia នេះអូខេ855ហើយយើងដាក់លេខទូរស័ព្ទរបស់យើងមកនេះអ្នកទាំងគ្នា097យើងលុបលេខ0ចេញមកហើយអ្នកទាំងគ្នាចុចនេះទៅមុខមកអូខេយើងកន្លែងនេះយើងដាក់ SIM contact ក៏បានអត់ក៏បានអ្នកទាំងគ្នាចុចបញ្ញាព្រួយចុច yes មករងចាំតិចវានឹងផ្ញើលេខកូដ verify អូខេសម្រាប់នេះខ្ញុំបានប្រើ Telegram មួយហើយក្នុងទូរស័ព្ទផ្សេងនេះតែគ្នាអញ្ចឹងវាផ្ញើសារទៅ Telegram តែបើសិនបើយើងអត់បានប្រើ Telegram ទេវានឹងផ្ញើសារទៅតាមរយៈ Messenger នេះmessage នេះដល់គ្នាអញ្ចឹង63ប៉ុនអូខេត្រឹមត្រូវហើយវានឹង load Telegram មួយទៀតនៅលើទូរស័ព្ទដៃរបស់យើងនេះដល់គ្នាហើយនេះអ្នកទាំងគ្នាអាចខ្វែងបានអូខេនេះអ្នកទាំងគ្នា Telegram មួយទៀតណាអ្នកទាំងគ្នាប៉ុន្តែ Telegram របស់យើងចាស់គឺយើងអាចប្រើបានហើយអ្នកទាំងគ្នាយើងអាចចុចសញ្ញា3ត្រីនេះហើយអ្នកទាំងគ្នាចូលទៅ Telegram របស់យើងខាងលើមកអ្នកទាំងគ្នាអូខេនេះ Telegram របស់យើងធម្មតាមួយទៀតអ្នកទាំងគ្នាចូលប្រើ Telegram មួយនេះធម្មតាអូខេអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការ add Telegram បានទៀតអ្នកទាំងគ្នាបើសិនមកអ្នកទាំងគ្នាមានលេខ4 10 20អញ្ចឹងអ្នកទាំងគ្នាអាច add កន្លែងនេះមកយើង add ឲ្យច្រើនមកយើងប្រើក្នុងទូរស័ព្ទដៃរបស់យើងតែមួយទេអ្នកទាំងគ្នាអញ្ចឹងដល់យើងភាពងាយស្រួលក្នុងការយើងចូលប្រើយើងមិនចាំបាច់ប្រើទូរស័ព្ទដៃពីរទេជាគ្រាន់ប្រើទូរស័ព្ទដៃទី1ក៏យើងអាចប្រើ Telegram បានដល់ទី2ហើយយើងគ្រាន់តែ switch profile របស់យើងទៅមកយើងត្រូវការប្រើ Telegram មួយទៀតអ្នកទាំងគ្នាចុច3ត្រេហើយចុចមកឈ្មោះ Telegram របស់យើងមកហើយយើងចូលប្រើទៅអូខេអ្នកទាំងគ្នាវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធនឹងរបៀបក្នុងការ add account Telegram មួយទៀតប្រើនៅក្នុងទូរស័ព្ទដៃរបស់យើងតែមួយគេថាលើ app តែមួយតែយើងអាចប្រើ account Telegram បានជាច្រើនអ្នកទាំងគ្នាឲ្យតែយើងមានលេខទូរស័ព្ទចាប់ពី4ប្រហែលចាប់ពី2លេខឡើងទៅយើងអាចដាក់ប្រើ account លើ account តែមួយបានហើយលើ app តែមួយអ្នកទាំងគ្នាជាស្រ័យអញ្ចឹងយើងមានលេខ10យើងអាចប្រើបាន account 10អញ្ចឹងអូខេអរគុណអ្នកទាំងគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូនេះហើយខ្ញុំសង្ឃឹមថាការចែករំលែករបស់ខ្ញុំនឹងផ្ដល់ជាប្រយោជន៍ដល់អ្នកទាំងគ្នាហើយសម្រាប់គ្នាយើងដែលអត់ទាន់បានចុច Subscribe អ្នកទាំងគ្នាជួយចុច Subscribe មួយមកដើម្បីទទួលបានវីដេអូថ្មីពី Channel របស់ខ្ញុំហើយបាយបាយអ្នកទាំងគ្នាជួបខ្ញុំខ្សែវីដេអូក្រោយ